នេះជាលោកតាបុត្រសវង្ស លោកជាអគ្គបណ្ឌិតធម្មចារ្យដែលបានបង្រៀនអំពីទ្រឹស្ដីរបស់ពុទ្ធសាសនាដ៏ល្បីឈ្មោះតាំងពីជំនាន់មុនឆ្នាំ 2000 ហើយនេះក៏ជាលើកទី2ផងដែរដែលខ្ញុំបានជួបលោកផ្ទាល់នៅក្នុងវត្តគល់ទទឹងនាថ្ងៃសៅរ៍នៃសប្តាហ៍នេះ យើងក៏ឃើញថាមានឧបាសកនិងឧបាសិកាបានអញ្ជើញចូលរួមជាច្រើនពេញនៅក្នុងទីតាំងបរិវេណមុខធម្មសភាដែលពោរពេញដោយសេចក្តីជ្រះថ្លានិងការត្រងត្រាប់ស្ដាប់នៅធម្មទេសនាដ៏យកចិត្តទុកដាក់បំផុត ហើយទន្ទឹមនេះដែរខ្ញុំក៏បានចូលរួមក្នុងការដង្ហែជុំវិញព្រះចេតិយដែលតម្កល់នៅសារីរិកធាតុដោយសេចក្តីស្រស់ថ្លាព្រមទាំងមាននៅផ្កាឈូកសម្រាប់ពុទ្ធបូជាផងដែរព្រោះដើម្បីចង់ឲ្យឆ្នាំថ្មីឆ្នាំ2026នេះគឺពោរពេញទៅដោយរឿងដែលល្អរឿងដែលវិជ្ជមានចូលមកក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាកុសលផលបុណ្យដែលខ្ញុំបានធ្វើទាំងឡាយនឹងជាប្រទីបបំភ្លឺផ្លូវសម្រាប់ខ្ញុំឆ្ពោះទៅក្នុងឆ្នាំ2026នេះឲ្យបានពេញលេញបំផុតព្រមទាំងបានជួបមនុស្សល្អក្នុងដំណើរវែងឆ្ងាយខាងមុខនេះហើយក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈគង់បីគ្លៀងគ្លាតឡើយដោយព្រះច័ន្ទដ៏ភ្លឺថ្លាក្នុងថ្ងៃពេញបូរមីនេះ